បាទសូមបកគោរពនឹងជ្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទេសនានៅ Channel បាទ EP បើសិនជាទីមេត្រីសូមបាទជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅបាទអត្ថបទថ្មីក៏ដូចជាក្បួនគុណគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកយកមកបង្ហាញចែកជូនដល់លោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃនេះបើខ្ញុំបាទក៏សូមធ្វើការជម្រាបជូននៅគឺហោរាសាស្ត្រប្រចាំថ្ងៃដែលទូទាយសម្រាប់ថ្ងៃអាទិត្យត្រូវនៅថ្ងៃទី15ខែមីនាឆ្នាំ2026នេះបាទសម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងថាក្នុងថ្ងៃអាទិត្យនេះនឹងមានដួងចិត្តរាសីនឹងមានជើងលេខប្រែប្រួលយ៉ាងណាគឺឡើងខ្ពស់ត្រដាលឬក៏ធ្លាក់ស្រុតចុះយ៉ាងណានោះក៏សូមពុកម៉ែបងប្អូនក៏សូមទស្សនិកជនមកទស្សនាជាមួយនឹងខ្លឹមសារជាមួយនឹងការបកស្រាយរបស់លោកគ្រូហៅដូចតទៅបាទតែមុននឹងធ្វើការទូទាជម្រាបផ្សព្វផ្សាយនៅយេអូននៅរាសីនៅជើងលេខជូនចំពោះឆ្នាំទាំង12នោះបាទលោកគ្រូក៏សូមធ្វើការបង្ហាញនៅក្បួនបាទមួយចំនួនដើម្បីចែកចម្លែកដើម្បីបញ្ជាក់ដើម្បីបកស្រាយដល់លោកអ្នកបានទស្សនាជាដំបូងសិនសម្រាប់ក្បួនជាដំបូងគេនេះគឺត្រូវជាមួយនឹងក្បួនហុងស៊ុយបាទប្រកាសណាស់ក្បួនហុងស៊ុយក្នុងថ្ងៃអាទិត្យទី15មីនា2026នេះលោកអ្នកក៏ដឹងហើយថាដោយសារតែថ្ងៃអាទិត្យគឺមានបាហុងស៊ុយកម្រិតមធ្យមសម្រាប់បាការបើកសម្ពោធបាទគឺហុងស៊ុយមធ្យមសម្រាប់បាការបើគឺបនស្រន់សុំសំណាងល្អមួយទៀតនោះគឺហុងស៊ុយមធ្យមសម្រាប់បាការតាំងទីលំនៅឋានថ្មីហុងស៊ុយមធ្យមសម្រាប់បាការរុះរើឬក៏ការបំផ្លិចបំផ្លាញអាគារបាទអញ្ចឹងនេះគឺជាហុងស៊ុយកម្រិតមធ្យមប្រចាំថ្ងៃបើគឺអាទិត្យបាទទី15នេះបើយើងក្រឡេកមកមើលតើតើជាមួយនឹងឆ្នាំដែលឆុងវិញប្រកាសណាក្នុងថ្ងៃអាទិត្យនេះគឺមានឆ្នាំចំនួន2គឺឆុងគ្នាគឺឆ្នាំជូតឆុងគ្នាជាមួយនឹងឆ្នាំមកមីហើយបាទលោកអ្នកដែលកើតឆ្នាំជូតលោកអ្នកដែលកើតឆ្នាំមកមីក្នុងថ្ងៃនេះបើឃើញថាមិនត្រូវទៀតគ្នានោះឡើយគឺឆុងគ្នាគឺប៉ះទង្គិចគ្នាអញ្ចឹងចូលប្រយ័ត្នប្រយែងចូលយល់យកអធិស្ស្រ័យហើយបើអាចជៀសបានកុំនៅចិត្តគ្នាណាជូតមកមីបើនៅចិត្តគ្នាគឺមានតែខាត់លៀបខាត់ជ័យតែប៉ុណ្ណោះបាទអញ្ចឹងទាំងនេះគឺជាបើក្បួនបហុងស៊ុយដែលលោកគ្រូសូមធ្វើការប្រកាសសូមធ្វើការចែកចម្លែកត្រឹមប៉ុណ្ណេះបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសជម្រាបនៅបើគឺក្បួនបន្តទៀតគឺត្រូវជាមួយនឹងគឺក្បួនបាយាមបក្រឡាវិញម្ដងពាក់ព័ន្ធជាមួយនឹងក្បួនបាយាមបក្រឡាក្បួននេះគឺជាក្បួនក្នុងការមើលពេលវេលាដែលត្រូវធ្វើដំណើរថាតើថ្ងៃអាទិត្យទី15មីនា2026នេះប្រកាសណាដោយសារតែថ្ងៃអាទិត្យវេលាពេលព្រឹកចាប់ពីម៉ោង 6:00 ដល់ម៉ោង 8:24 នាទីគឺជាពេលវេលាលៀបពេលវេលាជ័យនិងសម្រាប់ពេលពេញពន្លឺចាប់ពីម៉ោង 8:24 នាទីទៅដល់ម៉ោង 10:48 នាទីគឺជាពេលវេលាគ្រោះថ្នាក់និងសម្រាប់ពេលថ្ងៃត្រង់ចាប់ពីម៉ោង 10:48 នាទីទៅដល់ម៉ោង 1:12 នាទីគឺជាពេលវេលាធម្មតានិងសម្រាប់ពេលរសៀលចាប់ពីម៉ោង 1:12 នាទីទៅដល់ម៉ោង 3:36 នាទីគឺជាពេលវេលាសេរីនិងសម្រាប់ពេលល្ងាច
ចាប់ពីម៉ោង 3:36 នាទីទៅដល់ម៉ោង 6:00 គឺជាពេលវេលាទុកសោកបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបើយើងពិនិត្យមើលបើក្បួនបើយាមបើក្រឡានេះឲ្យបានត្រឹមត្រូវឲ្យបានច្បាស់លាស់ឲ្យបានហ្មត់ចត់លោកអ្នកប្រកាសជាឃើញហើយថាក្នុងនោះបើគឺបានបែងចែកច្បាស់លាស់ណាស់មានពេលវេលាល្អក៏ដូចជាមានពេលវេលាដែលមិនល្អអញ្ចឹងបាទសម្រាប់ពេលវេលាល្អៗក្នុងថ្ងៃអាទិត្យនេះលោកអ្នកអាចធ្វើការជ្រើសរើសចេញដំណើរបានរួមមានគឺស្ថិតនៅពេលព្រឹកគឺស្ថិតនៅពេលរសៀលនិងស្ថិតនៅពេលថ្ងៃត្រង់បាទជាស្ដែងពេលវេលាទាំងបើគឺ3នេះប្រកាសណាគឺនាំនៅបើលៀបនាំនៅជ័យនាំនៅផ្លែនាំនៅការពិសេសបើកាលណាដែលលោកអ្នកបើចេញដំណើរចំពេលព្រឹកទៅទៀតបើគឺការងារគឺនឹងដាក់ចុះដោះតាមដៃលុយចូលឈឹបតែម្ដងបាទអញ្ចឹងនេះគឺជាក្បួនបើគឺបើយាមបើក្រឡាបញ្ជាក់អំពីពេលវេលាល្អបើដោយឡែកបើយើងបកមកមើលពេលវេលាដែលមិនល្អវិញបើឃើញថាមិនតម្រូវឲ្យលោកអ្នកធ្វើការចេញដំណើរឬក៏ជ្រើសរើសបើចេញដំណើរចំពេលវេលាទាំងនោះទេរួមមានគឺស្ថិតនៅពេលពេញពន្លឺគឺស្ថិតនៅពេលល្ងាចព្រោះអីបើកាលណាចេញដំណើរចំពេលវេលាទាំងពីរនេះគឺអាចបង្កនៅគ្រោះបង្កនៅរឿងបង្កនៅរាវបង្កនៅបញ្ហាផ្សេងដែលធ្វើលោកអ្នកពិបាកក្នុងការទប់ទល់ពិបាកក្នុងការដោះស្រាយបើជាបានជិះចោះបើជាការល្អប្រសើរនោះទេបើចេញដំណើរចំពេលវេលាទាំងពីរនេះបាទចឹងនេះគឺជាក្បួនយាមបក្រឡាលោកគ្រូក៏សូមធ្វើការប្រកាសផ្សព្វផ្សាយត្រឹមប៉ុណ្ណេះលោកគ្រូក៏សូមបន្តបង្ហាញនៅបើគឺក្បួនមួយទៀតនោះគឺត្រូវជាមួយនឹងគឺក្បួនក្នុងកាលមើលទិសទាំង8បាទបើយើងបកមកមើលក្បួនក្នុងកាលមើលទិសទាំង8ប្រចាំថ្ងៃអាទិត្យទី15មីនា2025នេះបាទដោយសារតែថ្ងៃអាទិត្យគឺមានកម្លាំង6ហើយចំពោះដង្ហើមរស់គឺស្ថិតនៅទិសឧត្តរគឺទិសខាងជើងចំបាទដូច្នេះហើយពុកម៉ែបងប្អូនទាំងអស់គ្នាមុនពេលធ្វើដំណើរទៅបំពេញកិច្ចការងារប្រចាំថ្ងៃមិនថាដំណើរជិតដំណើរឆ្ងាយកិច្ចការងារសំខាន់ឬមិនសំខាន់កិច្ចការងារតូចកិច្ចការងារធំនៅឡើយគឺតម្រូវឲ្យលោកអ្នកត្រូវតែចេះធ្វើការបែរមុខទៅរកទិសឧត្តរឬក៏គេហៅថាទិសខាងជើងនេះជាមុនសិនរួចសំចេញដំណើរទៅបំពេញកិច្ចការងារតាមក្រចកបាទបើកាលណាពុកម៉ែបងប្អូនធ្វើការបែរមុខត្រឹមត្រូវទៅរកទិសឧត្តរនេះរួចហើយក៏មានន័យថាពុកម៉ែបងប្អូនគឺបានបំពេញនៅកាតព្វកិច្ចមួយដ៏សំខាន់ដោយបានស្រូបយកនៅធម៌ពលស្រូបយកនៅសេរីសុស្ដីស្រូបយកនៅរឿងល្អៗស្រូបយកនៅរតិអំណាចស្រូបយកនៅកម្លាំងដ៏អស្ចារ្យបាទអញ្ចឹងនេះគឺជាក្បួនដែលមានប្រសិទ្ធភាពដែលជួយលោកអ្នកបាន 100% សង្ឃឹមតែចេះប្រើប្រាស់ឲ្យត្រឹមត្រូវអនុវត្តឲ្យបានច្បាស់លាស់មុននឹងចេញដំណើរមកណាទៅណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តជម្រាបបន្តផ្សព្វផ្សាយនៅបាទគឺតើតើជាមួយនឹងបហោរាសាស្ត្រប្រចាំថ្ងៃបាទក្រឡេកមកមើលបើគឺហោរាសាស្ត្រប្រចាំថ្ងៃផងដែរបាទសម្រាប់លោកអ្នកដែលកើតនៅក្នុងឆ្នាំជាដំបូងគេនេះគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំជូតបាទក្រឡេកមកមើលឆ្នាំជូតផងដែររាសីក្នុងថ្ងៃអាទិត្យទី15មីនា2026នេះប្រកបណាស់ឆ្នាំជូតដោយសារតែមានធាតុទឹកដោយសារតែមានពងគឺទេវតាប្រុសយករាសីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដើមបាទសម្រាប់ថ្ងៃនេះបើយើងក្រឡេកមកមើលរាសីជូនចំពោះលោកអ្នកដែលកើតឆ្នាំជូតតេតិនជាមួយនឹងការរស់នៅថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកឃើញថាឡើងខ្ពស់ត្រដែតត្រដើមម្ល៉េះហើយគឺអំណោយផលល្អក្នុងការប្រកបកិច្ចការងារឬក៏បញ្ហាប្រកាស
ជឿនលឿនទៅមុខដែលធ្វើឲ្យចង្វាយនាយឃើញថាពេញចិត្តពេញថ្លើមដោយឡែកចំពោះកិច្ចការងារសម្រាប់បើការប្រកបកិច្ចការងារឃើញថាជឿនលឿនទៅមុខនិងក៏ហុចនៅផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តបាទដោយឡែកចំពោះការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះត្រូវរួចរាន់ពីព្រោះថាបើលោកអ្នកខិតខំកាន់តែច្រើនប៉ុណ្ណាផលដែលទទួលបានមកវិញក៏តែងតែឆ្លើយតបមកវិញគ្រាន់ជាទីគប់ប្រសើរដោយឡែកចំពោះបញ្ហាស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពស្រស់ស្រាយនិងមានភាពផ្អែមល្ហែមគួរជាទីពេញចិត្តបាទអញ្ចឹងទាំងនេះគឺជាយុរស័យទាំងនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតណាបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមបន្តប្រកាសជម្រាបនៅជើងលេខនៅយុរស័យនៅឆ្នាំបន្ទាប់ទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំឆ្លូវវិញម្ដងបាទក្រឡេកមកមើលឆ្នាំឆ្លូវបាទរាសីនាថ្ងៃអាទិត្យទី15មីនា2025នេះប្រកបណាឆ្នាំឆ្លូវធាតុដីឆ្នាំឆ្លូវពងបំមនុស្សប្រុសបាទយុរស័យរបស់លោកអ្នកក៏ឃើញថាគឺល្អជាមធ្យមនោះទេបាទការរស់នៅរបស់លោកអ្នកដំណើរជីវិតរបស់លោកអ្នកមិនសូវជាល្អប្រសើរប៉ុន្មាននោះដែរហេតុនេះនាំឲ្យជួបបញ្ហាល្អកកនិងបាក់ឧបសគ្គចំពោះមុខចំពោះកិច្ចការងារក៏ច្រើនយាយីដោយឡែកចំពោះកិច្ចការងារដោយសារតែដំណើរជីវិតគឺល្អបើប្រសើរគួរសមហេតុនេះបើទោះបីធ្វើអ្វីក៏ដោយក៏តែងតែមានការចម្រើនលូតលាស់សន្សឹមតែយ៉ាងណាការប្រកបការងារឲ្យប្រយ័ត្នប្រយែងបន្តិចបាទគឺកាន់តែល្អប្រសើរដោយឡែកការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរមុខចំនួនឆ្ងាយចិត្តក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើនម្ល៉េះហើយគួរមានការប្រយ័ត្នប្រយែងឲ្យបានខ្លាំងក្លាពិសេសឲ្យប្រយ័ត្នគ្រោះចាញ់បោកគេទៅទៀតដោយឡែកពាក់ព័ន្ធជាមួយនឹងសេចក្តីស្នេហាប្រុសស្រីក៏ជួបភាពប្រទាំងប្រទើក៏ជួបភាពបើគឺប្រឆាំងគ្នាព្រោះតែម្នាក់យកភាពមានះដាក់ខ្លួននិងចង់តែចាញ់ឈ្នះគ្នារៀងខ្លួនបាទអញ្ចឹងទាំងនេះគឺជាទំនាយរាសីទាំងនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំឆ្លូវណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទាយជម្រាបនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្ទាប់ទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតនៅក្នុងឆ្នាំបខាលវិញម្ដងបាទក្រឡេកមកមើលឆ្នាំខាលរាសីក្នុងថ្ងៃអាទិត្យទី15ខែមីនាឆ្នាំ2025នេះបាទខាលធាតុសើខាលពងយៈស្រីយុរស័យរបស់លោកអ្នកក៏ឃើញថាគឺធ្លាក់ស្រត់ចុះបាទការរស់នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងនៅការស្ដីបន្ទោសឬក៏ជួបប្រទះនៅគ្រោះចាញ់បោកគេដោយប្រការណាមួយដែលកើតឡើងក៏បីមានការប្រយ័ត្នប្រយែងបាទដោយឡែកចំពោះកិច្ចការងារសម្រាប់បើការងារលោកអ្នកបើធ្វើអ្វីក៏ដោយតែងតែជួបរឿងរ៉ាវប្រទាំងប្រទើនិងពិសេសស្ត្រីតែងតែទទួលរងនៅផលលំបាកច្រើនជាងបើសពមួយដងបាទដោយឡែកការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កចំនួនឬក៏លុបលន់អ្វីនោះឡើយបើពុំនោះទេផលអាក្រក់អាចនឹងកើតមានបានគ្រប់ពេលវេលាទាំងអស់ដោយឡែកពាក់ព័ន្ធជាមួយនឹងសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការជឿនលឿនទៅមុខយឺតហើយក៏ងាយថយក្រោយណាស់ផងដែរបាទអញ្ចឹងទាំងនេះគឺជាទំនាយរាសីទាំងនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំខាលណាបាទជាបន្តទៅទៀតបើលោកគ្រូក៏សូមបន្តប្រកាសទូទាយជម្រាបនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្ទាប់ទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតនៅក្នុងឆ្នាំថោះវិញម្ដងបាទក្រឡេកមកមើលឆ្នាំថោះរាសីក្នុងថ្ងៃអាទិត្យទី15មីនា2026នេះ
ប្រកបណាស់ថោះមានទៀតជើថោះមានពងគឺបើមនុស្សស្រីយកឫស្សីរបស់លោកអ្នកក៏ឃើញថាគឺល្អជាមួយខ្ញុំនោះទេការរស់នៅលោកអ្នកនៅក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយតោងតែចេះពិចារណានិងគិតឲ្យបានគ្រប់ជ្រុងជ្រោយទៅគ្មានបញ្ហាមិនល្អណាមួយឈានជើងចូលកើតដោយឡែកចំពោះកិច្ចការងារក្នុងថ្ងៃនេះដួងចិត្តឫស្សីរបស់លោកអ្នកបើត្រូវរែកពុនភាពបើនឿយហត់នឹងត្រូវពុះពៀផលលំបាកច្រើនដែលនាំឲ្យជួបការលំបាកនោះមិនតិចនោះទេដោយឡែកសម្រាប់ការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញការជួញទីចិត្តឆ្ងាយក្តីផលកម្រៃមានការហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងផងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានចំនួនវិវាទដោយប្រការណាមួយបាទរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមិនសូវជាមានការលូតលាស់ទៅមុខនោះទេហើយពិសេសងាយកើតនៅចំនួនវិវាទណាស់ដោយសារតែការមិនសូវចេះអត់ឱននឹងគ្នានោះតែម្ដងបាទអញ្ចឹងនេះគឺជាយកឫស្សីនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទាយជម្រាបនៅយកឫស្សីជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំរោងបាទក្រឡេកមកមើលឆ្នាំរោងបាទឫស្សីក្នុងថ្ងៃអាទិត្យទី15មីនា2025មួយនេះប្រកបណាស់ឆ្នាំរោងដោយសារតែមានទៀតមានដោយសារតែមានពងគឺទេវតាប្រជាស្ដេចយកឫស្សីរបស់លោកអ្នកក៏ឃើញថាគឺបាទខ្ពស់ត្រដែតត្រដឹមបាទការរស់នៅរបស់លោកអ្នកក្នុងថ្ងៃនេះឃើញថាមានភាពរលូនល្អហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងតែមានក្រុមមនុស្សស្រឡាញ់ពេញចិត្តជានិច្ចសម្រាប់បកិច្ចការងារនៅក្នុងថ្ងៃនេះផ្ដល់ផលល្អទាំងការងារនិងបញ្ហាប្រកាសហេតុនេះទោះធ្វើអ្វីក៏តែងតែជឿនលឿនទៅមុខសឹមជាងសពមួយដងដោយឡែកការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរប្រៀបបានទៅនឹងភ្លៀងធ្លាក់មួយមេហើយមេឃស្រឡះព្រោះអាចកុំចារនៅឧបទ្រពចង្រៃទាំងពួងនឹងឲ្យវិនាសជាអហោសកម្មអស់ហើយលោកអ្នកក៏អាចប្រកបមុខរបរពេញដៃពេញជើងឡើងវិញដោយឡែកចំពោះបញ្ហាស្នេហាប្រុសស្រីកំឡោះក្រមុំមានការផ្លាស់ប្ដូរមានការប្រែប្រួលច្រើនគួរមានការចេះពូនជ្រួយបន្តិចទៅជាការល្អប្រសើរបាទអញ្ចឹងទាំងនេះគឺជាទំនាយរាសីទំនាយជើងលេខជូនចំពោះលោកអ្នកដែលកើតឆ្នាំរោងណាបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមបន្តប្រកាសជម្រាបនៅយកឫស្សីជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំបាទគឺម្សាញ់ម្ដងបាទក្រឡេកមកមើលឆ្នាំម្សាញ់ឫស្សីក្នុងថ្ងៃអាទិត្យទី15មីនា2025មួយនេះប្រកបណាឆ្នាំម្សាញ់ធាតុភ្លើងម្សាញ់ពងមនុស្សប្រុសយកឫស្សីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដឹមការរស់នៅក្នុងថ្ងៃនេះលោកអ្នកដែលមានបញ្ហាអាចញញឹមចេញមកបានវិញហើយនិងរឿងរ៉ាវខ្លះអាចរលត់រលាយចាក់ចេញទៅបើគឺមិនហ៊ានមកក្បែរទៅទៀតសម្រាប់អ្នកបាទវិស្វករតារាភាពយន្តបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយក៏ជាការប្រសើរដូចគ្នាចំពោះកិច្ចការងារអ្នកប្រកបរបរការងារជារាជការក្រុមហ៊ុនឯកជនក្តីបើមានបកិច្ចការងារអ្វីដែលថ្មីឬសូម្បីតែបាទគឺចាស់ក្តីលោកអ្នកត្រូវរួចរាល់បំពេញនិងមិនត្រូវប្រហែសនោះឡើយមកដូច្នោះនឹងទទួលរងនៅការស្ដីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខានដោយឡែកការធ្វើជំនួញទីចិត្តឆ្ងាយពុំមានអ្វីប្រែប្រួលប្ដូរផ្លាស់នោះទេគឺអ្វីដូចសពមួយដងដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពជឿនលឿនទៅមុខនិងមានភាពផ្អែមល្ហែមល្អណាស់បាទអញ្ចឹងនេះគឺជាជើងលេខនេះគឺជារាសីនេះគឺជាទំនាយរបស់ពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំម្សាញ់ផងដែរបាទ
ជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទាយជម្រាបនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្ទាប់ទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំមកមីនាបាទក្រឡេកមកមើលឆ្នាំមកមីបរិស័យនាថ្ងៃអាទិត្យទី15មីនា2026នេះឆ្នាំមកមីបើធៀបភ្លើងមកមីពងទេវតាស្រីយុរស័យរបស់លោកអ្នកក៏ឃើញថាគឺល្អជាមួយខ្ញុំនោះទេបាទការរស់នៅងាយជួបរឿងរ៉ាវប្រទាំងប្រទើជាមួយនឹងក្រុមមនុស្សណាក៏បីមានការប្រយ័ត្នប្រយែងចំពោះកិច្ចការងារទាំងស្ពាបរស្ពាបនារីការបំពេញកិច្ចការងារមានការរីកលូតលាស់យឺតហើយតលតែខិតខំខ្លាំងបន្តិចទៅទទួលជោគជ័យនៅកិច្ចការងារមួយចំនួនបានផងដែរបាទដោយឡែកការធ្វើជំនួញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីលោកអ្នកបើគឺខិតខំប៉ុណ្ណាបានត្រឹមតែមួយទប់ទល់ហើយបើឲ្យសធំនំនោះគឺពុំមានសោះឡើយដោយឡែកពាក់ព័ន្ធជាមួយនឹងសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំពូម៉ៃក្តីក៏មានតែការចាប់កំហុសនិងយកភាពប្រចែកប្រច័ណ្ឌដាក់ខ្លួនច្រើនជាងសពមួយដងបាទអញ្ចឹងទាំងនេះគឺជាយុរស័យទាំងនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមកមីនាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តជម្រាបនៅយុរស័យជើងលេខនៅឆ្នាំបន្ទាប់ទៀតនោះគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំបោកគឺមកម៉ែវិញម្ដងបាទក្រឡេកមកមើលឆ្នាំមកម៉ែរាសីក្នុងថ្ងៃអាទិត្យទីបើគឺ15មីនា2026នេះមកម៉ែទៀតមាសមកម៉ែពងទេវតាស្រីយុរស័យរបស់លោកអ្នកក៏ឃើញថាគឺល្អជាមួយខ្ញុំនោះទេការរស់នៅសម្រាប់ស្ត្រីមិនត្រូវមាត់ឥតគម្របបើប្រយ័ត្នកើតរឿងរ៉ាវចំនួនវិវាទហើយមកលំបាកនៅគ្រាខាងមុខបាទដោយឡែកចំពោះកិច្ចការងារក្នុងថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណត់ផ្លូវរដេបរដប់បន្តិចដូច្នេះទោះធ្វើអ្វីក៏តែងតែមិនសម្រេចតាមបកគោលដៅឬមានការជឿនលឿនទៅមុខដោយបើការរំពឹងទុកនោះទេដោយឡែកចំពោះការធ្វើជំនួញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏មានភាពយ៉ាប់យ៉ឺនសម្បើមណាស់រាសេចក្តីស្នេហាប្រុសស្រីក៏ជួបបញ្ហាប្រទាំងប្រទើក៏ច្រើនឯការផ្អែមល្ហែមក៏ច្រើនដូចគ្នាបាទអញ្ចឹងទាំងនេះគឺជាជើងលេខទាំងនេះគឺជាយុរស័យទាំងនេះគឺជាទំនាយរបស់លោកអ្នកដែលកើតឆ្នាំមកម៉ែណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទាយជម្រាបនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្ទាប់ទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំវក់វិញម្ដងក្រឡេកមកមើលឆ្នាំវករាសីក្នុងថ្ងៃអាទិត្យទី15មីនា2026នេះឆ្នាំវកធាតុដែកឆ្នាំវកពងយៈប្រុសយុរស័យរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដឹមការរស់នៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកសម្រាប់ចិត្តទៅលើបញ្ហាប្រាក់កាសហើយបើសម្រាប់ចិត្តក្នុងការធ្វើអ្វីមួយក៏តែងតែហុចជាលទ្ធផលគ្រាន់ជាទីគប់បំណងជានិច្ចសម្រាប់ការធ្វើជំនួញសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសមហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្ដាក់ទុនរកស៊ីក្នុងវ័យមួយតែងតែផ្ដល់ផលល្អមកបើខ្លួនវិញយ៉ាងសមប្រកបពាក់ព័ន្ធជាមួយនឹងសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំពូម៉ែក្តីក៏ជួបភាពបើគឺរកាមចិត្តនិងមិនសូវទុកចិត្តគ្នាប៉ុន្មាននោះទេគឺភាពប្រចែកប្រច័ណ្ឌកំពុងតែចូលលុកលុយបាទអញ្ចឹងទាំងអស់នេះគឺជាទំនាយរាសីទាំងអស់នេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំវកណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទាយជម្រាបនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្ទាប់ទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំរកាក្រឡេកមកមើលឆ្នាំរការាសីក្នុងថ្ងៃអាទិត្យទី15មីនា2026នេះរកាធាតុដែករកាពងយៈប្រុសយុរស័យរបស់លោកអ្នកក៏ឃើញថាគឺល្អជាមួយខ្ញុំនោះទេ
ការរស់នៅបើការធ្វើដំណើរទៅណាមកណាក៏បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបាននោះទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញចំពោះកិច្ចការងារក្នុងថ្ងៃនេះបើលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬក៏កិច្ចការផ្សេងព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ជាងសពមួយដងដោយឡែកការធ្វើជំនួញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលក៏ជួបបើគឺស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានការហូរចូលមួយគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងផងដែររាបញ្ហាស្នេហាប្រុសស្រីបើឃើញថាកុំក៏បីបាទគឺយកភាពប្រចាដាក់ខ្លួនច្រើននាំទៅការរឿងរ៉ាវរកម្មរកតែប៉ុណ្ណោះបាទអញ្ចឹងទាំងនេះគឺជាជើងលេខទាំងនេះគឺជាយុរស័យទាំងនេះគឺជាទំនាយរបស់លោកអ្នកដែលកើតឆ្នាំរកាណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទាជម្រាបនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំចវិញម្ដងក្រឡេកមកមើលឆ្នាំចរិស័យនាថ្ងៃអាទិត្យទី15មីនា2026នេះចធាតុដីចពងយៈស្រីយុរស័យរបស់លោកអ្នកនោះក៏ឃើញថាគឺធ្លាក់ស្រុតចបាទដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះមិនជាល្អប្រសើរប៉ុន្មាននោះទេពិសេសឲ្យប្រយ័ត្នការទទួលរងរបួសណាមួយកើតឡើងចំពោះកិច្ចការងារទាំងបរិសុទ្ធទាំងស្ត្រីបើធ្វើអ្វីក៏ដោយលោកអ្នកបើមានការពិចារណាបានល្អនោះគឺមិននាំឲ្យត្រូវបាត់បង់ប្រកាសត្រូវទទួលរងនៅការខូចចិត្តឬក៏ខាតពេលវេលានោះដែរបាទដោយឡែកការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬក៏មាត់ឌឺដងដល់អ្នកដទៃនោះឡើយព្រោះងាយកើតនៅចំនួនវិវាទណាហើយស្រួលមិនស្រួលការរឿងរ៉ាវប្រកាសប្រចាក់គ្នាទៅទៀតដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតតងនោះឡើយនាំតែជួបបញ្ហាល្អកកឥតឈប់ឥតឈរតែប៉ុណ្ណោះបាទអញ្ចឹងនេះគឺជារាសីនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តជម្រាបផ្សព្វផ្សាយនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំកុលបាទក្រឡេកមកមើលឆ្នាំកុលរាសីនាថ្ងៃអាទិត្យទីបើគឺ15ខែមីនាឆ្នាំ2026នេះក្រឡេកមកមើលឆ្នាំកុលធាតុទឹកឆ្នាំកុលពងបំមនុស្សស្រីយុរស័យរបស់លោកអ្នកក៏ឃើញថាគឺធ្លាក់ស្រុតចុះថ្ងៃនេះលោកអ្នកបើធ្វើអ្វីតែងតែងាយភ្លាំងភ្លាត់និងមិនសម្រេចគោលដៅដោយគោលបំណងនោះឡើយដោយឡែកចំពោះកិច្ចការងារការប្រកបកិច្ចការងាររបស់លោកអ្នកបើធ្វើអ្វីក៏ដោយតោងតែងប្រយ័ត្នប្រយែងនិងចេះមើលមុខមើលក្រោយទៅពុំមានបញ្ហាមិនល្អណាមួយចោទកើតឡើងដោយឡែកការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនិច្ឆ័យជាអហោសកម្មអស់ហើយលោកអ្នកក៏អាចប្រកបមុខរបរពេញដៃពេញជើងឡើងវិញដោយឡែកចំពោះបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនត្រូវរើគ្នាព្រោះជួនទាស់ទាញគ្នាបាទអញ្ចឹងទាំងនេះគឺជាជើងលេខទាំងនេះគឺជាយុរស័យទាំងនេះគឺជាទំនាយរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលណាបាទសម្រាប់អាការគុណគូទូទាយបកស្រាយនៅជើងលេខនៅហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យចុងសប្តាហ៍ទី15មីនា2026នៅពេលនេះក៏ត្រូវបានបញ្ចប់ផងដែរសូមពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel EP ស្អីនោះក៏សូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅចំណេះដឹងថ្មីក្បួនគុណគូទូទាយក៏ដូចជាបាទគឺហោរាសាស្ត្រប្រចាំថ្ងៃផងដែរបាទពីខ្ញុំបាទក៏សូមអរគុណនិងសូមបាទជម្រាបលាយើងនៅវិលមកជួបគ្នានៅជើងលេខនៅអត្ថបទនៅហោរាសាស្ត្រសម្រាប់ថ្ងៃស្អែកបន្តទៀតសូមអរគុណសូមជម្រាបលា